អូខេសួស្តីអ្នកទាំងអស់គ្នាអ្នកដែលប្រើប្រាស់ឡាន BYD ដែលមានបញ្ហាពេលយើងបើក YouTube ហើយយើងដាក់ D ពេលបើកឡានទៅមុខទៅវានឹងផ្ដាច់មិនឲ្យយើងបើក YouTube បានទេអូខេវាផ្ដាច់បែបនេះតើតែយើងដាក់ P ឡានឈប់មកកន្លែងទើបយើងអាចមើល YouTube បានហ្នឹងហើយចំពោះបញ្ហានេះយើងមានដំណោះស្រាយហ្នឹងហើយគឺយើង download YouTube ថ្មី YouTube Premium នេះគឺ YouTube អត់មានកិច្ចកម្មអីទេ YouTube នេះគឺស្រួលប្រើហ្នឹងហើយទោះបីជាយើងដាក់ D ទៅមុខក៏យើងអាចមើលបានដែរយើងអាចមើលបានធម្មតាអត់មានបញ្ហាអីទេហ្នឹងហើយយើងក៏អាចដាក់កម្មវិធីច្រើនទៀតដូចជាហ្នឹងហើយយើងក៏អាចដាក់កម្មវិធីច្រើនទៀតដូចជា TikTok យើងអាចមើល TikTok បានចង់លេង TikTok ក៏បានហើយយើងអាចដាក់កម្មវិធី Telegram យើងអាចដាក់កម្មវិធី Facebook ហើយនោះសូមបញ្ជាក់ចំពោះកម្មវិធីដែលដាក់តឡាមកនេះទោះបីយើងដាក់ D ក៏នៅប្រើបានធម្មតាមានបញ្ហាទេ Map យើងអាចដាក់ Google Map មើលផែនទីហ្នឹងហើយយើងអាចដាក់កម្មវិធីចម្រៀងនេះមកនេះវាអូតូឲ្យតែម្ដងយើងដាក់ចាក់ចម្រៀងបើយើងមានចម្រៀងយើង download មកស្ដាប់យើងមិនបាច់បើកអ៊ីនធឺណិតក៏យើងអាចចាក់ចម្រៀងបានហើយចម្រៀងនេះទោះបីជាយើងដាក់ D ទៅមុខក៏នៅតែកម្មវិធីនៅតែផ្លេធម្មតាអត់មានបញ្ហាអីទេហើយយើងអាច rotate screen វាមកផ្ដេកវិញក៏បានអត់បញ្ហាវានឹងផ្ដេកអូតូយើងវិញហើយចំពោះបទចម្រៀងដែលយើង down ហើយយើងទុកចាក់មើលពេលយើងអត់មានអ៊ីនធឺណិតហ្នឹងហើយមានកម្មវិធី download app យើងអាច download app រាប់រយ app នៅក្នុងកម្មវិធីនេះបានដូចជាឆាតអីយើងចង់ down យើងខំចុច install វាមកតឡើងវាមកនេះវាកំពុងដើរហើយចាំតិចចាំយកវាដើរឲ្យចប់សិនហ្នឹងហើយសម្រាប់អ្នកអរគ្នាដែលចង់តឡើងអីអាចតាក់ទងមកខ្ញុំបានតាម Telegram 07214142ឬតែអ្នកដែលនៅសៀមរាបជាពិសេសអ្នកដែលនៅសៀមរាបអាចមកតឡើងដល់កន្លែងបានហើយចំពោះអ្នកដែលនៅភ្នំពេញឬក៏បណ្ដាខេត្តផ្សេងចង់ពេលមកលេងសៀមរាបអាចតាក់ទងខ្ញុំដើម្បីតម្លើងបានណាហ្នឹងហើយសូមអរគុណច្រើនផ្លេចប្រាប់ហ្នឹងហើយយើងក៏មានបទចម្រៀង MV 100បទជាង free ជូនដែរសម្រាប់ចាក់ពេលយើងអត់មានអ៊ីនធឺណិត